ភ្លើងចាបាទប្រិមិត្តឥឡូវនេះចូលសាច់រឿងរបស់យើងវគ្គចុងក្រោយហើយបាទឥឡូវសូមជូនដំណឹងឲ្យប្រិមិត្តបងប្អូនដែលនិយមទស្សនាកម្មវិធី The Voice Kids បាទកម្មវិធី The Voice Kids បានចូលដល់សប្តាហ៍ទី2ចប់ទៅហើយអញ្ចឹងសប្តាហ៍នេះចូលសប្តាហ៍ទី3ចាអញ្ចឹងមួយសប្តាហ៍សំឡេងរបស់ក្មួយៗដែលបានប្រកួតប្រជែងនៅក្នុង The Voice Kids ដែលលេចធ្លោជាងគេទី1ក្នុងសប្តាហ៍ទី1គឺអ្នកកំពង់ស្ពឺចាបងអូនស្រីហ្នឹងហើយគួយស្រីបាទហើយនឹងនៅក្នុងសប្តាហ៍ទី2គឺលេចធ្លោជាងគេគឺក្មួយប្រុសពេជ្រថៃនៅខាងបាត់ដំបងប៉ុន្តែមិនមែនបានន័យថាចឹងក្នុងចំណោមក្មួយទាំងអស់ដែលនៅក្នុងសប្តាហ៍ទី1ទី2នឹងទាំងម៉ាននោះគ្នាមិនវិញខ្ញុំថាអត់ទាន់ដឹងទេព្រោះនៅពេលដែលយើងបូកសរុបពិន្ទុនៅពេលចុងក្រោយចាបាទតែគាត់ចង់និយាយថាការលេចធ្លោគឺពីរហ្នឹងបាទប៉ុន្តែឥឡូវនេះក្មួយប្រុសពេជ្រថៃនេះបើតាមនៅក្នុង Facebook ដែលការគ្រប់គ្រងគ្រាន់តែចប់កម្មវិធីភ្លាមអ្នកចូលខមមិននឹងគ្រប់គ្រងក្មួយប្រុសពេជ្រថៃឡើងដល់លានជាង1លានជាងឥឡូវឡើងដល់3លានជាង4លាន5 6លានបន្តចុះនេះអត់គិតរឿង share បន្តគ្នាទៀតបាទហើយក្មួយស្រីនៅពូស្ពឺក៏មិនធម្មតាដែរបាទប៉ុន្តែឥឡូវនេះវាមានរឿងចេះមានរឿងអ្នកខ្លះបង្កើត Facebook ដាក់ឈ្មោះពេជ្រថៃហើយឲ្យបងប្អូនប្រជាពលរដ្ឋថាបើសិនជាចង់ឲ្យក្មួយប្រុសពេជ្រថៃបានជាប់ទៅខាងមុខទៀតហើយជួយគ្នាទៀតដោយសារគ្នាក្រីក្រណាស់សូមបញ្ចូលលុយតាមផ្ញើលុយតាម account របស់គេនឹងមកគឺ account Facebook page របស់ពេជ្រថៃនឹងមកណាអញ្ចឹងឥឡូវនេះខាងក្រុមគ្រួសាររបស់ខាងពេជ្រថៃបាទហើយនៅលោកដូចជាដូនមកលោកពេជ្រក្មួយប្រុសពេជ្រថៃហើយក៏ដូចជាកម្មវិធីរបស់ហងមៀតនៅក្នុងកម្មវិធី The Voice Kids ដែលអ្នកគ្រប់គ្រងកម្មវិធី The Voice Kids លោកបានបញ្ជាក់ថាពេជ្រថៃនិងក្រុមគ្រួសាររបស់ពេជ្រថៃមិនមាន account ឈ្មោះនេះទេបានន័យថាគាត់មាន account Facebook អត់មានទេហើយអត់មានបានបង្កើតអញ្ចឹងដែរបាទមិនតន់មានអញ្ចឹងបើសិនជាមានអ្នកណាដែលគេបង្កើតឈ្មោះពេជ្រថៃនោះហើយរួចហើយប្រកាសឲ្យផ្ញើលុយតាមនឹងគឺមិនមែនជា account របស់ពេជ្រថៃទេចាអញ្ចឹងបានន័យថាជនជ្រាបឱកាសបាទក្រុមគ្រួសាររបស់ក្មួយប្រុសពេជ្រថៃមិនមែនជាអ្នកមានអីទេតែគាត់ថាសំរុំអាចរស់បានបាទរស់បានសំរុំម្ដាយធ្វើការនៅថៃជាដូននៅផ្ទះអាចរស់បានប៉ុណ្ណឹងបាទប៉ុន្តែបើសិនជាអ្នកដែលចង់លេងឲ្យដើម្បីឲ្យ account របស់ខ្លួនឯងត្រូវបានគេ like ច្រើនគេ share ច្រើនហើយយកឈ្មោះក្មួយប្រុសពេជ្រថៃទៅធ្វើបែបនេះគឺយើងនឹងខាងក្រុមហ៊ុនហងមាសតាមរយៈកម្មវិធី The Voice Kids នឹងធ្វើការស្រាវជ្រាវបើសិនជាមិនបានដកខ្លួនថយចេញពីឈ្មោះដែលទាញយក account ចំណេញបែបនេះទេយើងនឹងពិនិត្យមើលពីលទ្ធភាពផ្លូវច្បាប់បាទតែបើសិនជាថាដាក់ឈ្មោះគ្រាន់តែថាស្រឡាញ់មិនមែនទៅទាញយកប្រយោជន៍ណាឲ្យគេផ្ញើលុយមកដើម្បីចូលមកខ្លួនឯងអានឹងវាអាមិនជាការស្រឡាញ់អានឹងមានអីណាតែដល់ពេលយើងទាញយកកេងចំណេញអានោះគឺយើងនឹងពិនិត្យមើលផ្លូវច្បាប់នេះខាងកម្មវិធី The Voice Kids ក៏បានប្រកាសអញ្ចឹងឲ្យច្បាស់ហើយខាងម្ដាយឪពុកខាងជីដូនរបស់គ្រួសារក្មួយប្រុសពេជ្រថៃក៏គ្មានaccount ឈ្មោះនេះដែរបាទព្រោះឈ្មោះក្មួយទៅលេចធ្លោពេលហ្នឹងចាមួយអាទិត្យហ្នឹងហើយទៅលេចធ្លោពេលហ្នឹងឥឡូវឬថាផ្ដាសាយដូចខ្ញុំទៀតដើរប៉ងស្មងថ្ងាឥឡូវគោគណៈគោខូចពេកហ៎គោគ្រូវឹក3នាក់នឹងវិលមកភាសាពេជ្រថៃម្នាក់បាទហើយមួយទៀតដូចជាគាត់ថាមាននៅក្នុង comment ថាចុះលោកទីគឺថាហងមាសអត់ឲ្យពេជ្រថៃនឹងទៅសម្ភាសកម្មវិធីអីផ្សេងទេថាហងមាសហាមឃាត់ទេខាងហងមាសអត់មានហាមឃាត់ទេតាក់ទងរឿងសម្ភាសចាបាទអត់មានហាមឃាត់ទេតាក់ទងរឿងសម្ភាសដូចជាទស្សនាវដ្តីធ្វើអីអានឹងមានអីទៅហាមឃាត់ហាមឃាត់តែមួយគត់គឺអ្នកដែលយកឈ្មោះ account ដាក់ឈ្មោះពេជ្រថៃទៅរកប្រយោជន៍តែប៉ុណ្្នឹងទេហើយខាងពេជ្រថៃនេះក៏អត់មានមួយប្រុសពេជ្រថៃនេះគ្មានត្រូវការទាញយកប្រយោជន៍អីចឹងធ្វើម៉េចបើពេលវេលានេះគួរព្រោះទឹមលេចធ្លោអញ្ចឹងបាទ
bài chân xôm bản năng này hay nâng xôm bị chọc nâng cho hơi để bà sân chỉ khang mà chạy account để quạt do chú mùa nâng tờ pra pra hay cuộc kia xôm ôi kịp nhà lùi tàn nâng màu nâng xôm cầm ôi bong vốn bà dưỡng chanh bọc này ọt miền tê và hơi mà chạy account nâng xôm đọt luôn thôi tâu nè bà lục cháu còn lục tâu bà tham mình lục tế pra pra nếu account ní tam lẹ cả nạ sầm anh thò mà đa tâu hay đã lục thọt luôn anh tâu và tao hay lâu nướng dương xong bị chọc bản năng hay mà sao mình đi ngồi xây đại miền côn hốt đo buôn nè để buôn để pram chứ pram nè